ហើយនេះលោកគ្រូមកតបខមមិនមួយសួរលោកគ្រូថាតើមានគាថាសូត្រផ្លុំទៅលើចែកកាច់ផ្នែកតាន់ឬវត្ថុផ្សេងនឹងអាចកើតជាសត្វអាគមបានតើគាថានេះមានពិតឬក៏និយាយតគ្នាមែនទេសូមអធិស្ឋានផងណាលោកគ្រូមានន័យថាគាត់ចង់សួរថារឿងគាថាដែលសូត្រផ្លុំដាស់ផ្នែកតាន់ផ្នែកអីហ្នឹងណាហើយមួយទៀតគាត់ប្រហែលជាចង់សួរថាតើរឿងគាថាហ្នឹងមានពិតឬក៏មែនទេឬក៏គាត់តែជារឿងនិយាយតគ្នាអីចឹងណាហើយរឿងសេកឲ្យចេញជាសัตว์អីនេះសัตว์នោះអីចឹងតើមានពិតឬក៏អត់ចឹងក៏ជាគាត់ចង់សួរអញ្ចឹងតទៅនេះលោកគ្រូមកអធិប្បាយតាមចំណេះដឹងតិចតួចណារឿងវត្ថុស័ក្តិសិទ្ធិរឿងមន្តអាគមរឿងអំណាចផ្លូវចិត្តរឿងរិទ្ធអភញ្ញាវាជារឿងមួយដ៏អាចកំបាំងតែបើយើងជឿទៅលើរឿងវិញ្ញាណហើយរឿងទាំងនេះវាជារឿងពិតហើយក៏មិនមែនមានតែដូនតាខ្មែរយើងទេដែលមានជំនឿទៅលើរឿងអស់ទាំងនេះហើយក៏មិនមែនមានត្រឹមតែសម័យបច្ចុប្បន្ននេះដែរគឺមានមកតាំងពីសម័យដែលមនុស្សក៏កើតឡើងដំបូងនៅលើផែនដីមុនសម័យពុទ្ធកាលមកម្លេះដំបូងមនុស្សម្នានៅលើផែនដីនេះមនុស្សយើងមិនមានចិត្តពោពេញទៅដោយតណ្ហាមានចិត្តមិនសូវរវើរវាយព្រោះมันមានបច្ចេកវិទ្យាទំនើបដើម្បីតាក់ទាញផ្លូវចិត្តរបស់ពួកគាត់ឲ្យលងឲ្យងប់ងល់ដូចសម័យនេះឡើយដូច្នេះធ្វើឲ្យចិត្តរបស់ពួកគាត់នោះមិនសូវជាមានភាពសៅមងមិនសូវជារវើរវាយរសាប់រសល់ដូចមនុស្សសពថ្ងៃនេះទេក្រោយមកក៏មានភ័យអាសន្នកើតឡើងមនុស្សម្នាទាំងនោះក៏ក្រឡេកឃើញព្រះអាទិត្យដែលនៅខ្ពស់ក៏សម្គាល់ថាជាអាទិទេពក៏នាំគ្នាបូជាបួងសួងនៅព្រះអាទិត្យឲ្យខ្លួននឹងរួចខុតពីគ្រោះអ្វីមួយដោយអំណាចផ្លូវចិត្តដែលពុំសូវមានកិលេសនោះចិត្តដែលស្ងប់ស្លុងទៅលើការបូជាសុំអ្វីមួយក៏រមែងបានដូចក្តីបំណងបានក្រោយមកក៏ចាប់ផ្ដើមជឿទៅលើព្រះអាទិត្យដោយសម្គាល់ថាជាព្រះអាទិទេពមួយទៅបន្ទាប់មកមនុស្សម្នាក៏នាំគ្នាបូជាភ្លើងដែលយើងហៅថាព្រះអគិបូជាទឹកហៅថាប្រម៉ែគង្គាបូជាដីហៅថាប្រម៉ែធរណីបូជាខ្យល់ដែលយើងហៅថាព្រះពាយជាដើមនោះហើយបង្កើតជាលទ្ធិផ្សេងជំនឿទៅតាមកន្លែងតំបន់នីមួយដោយឃើញការកើតមកជាមនុស្សនេះពោពេញទៅដោយក្តីទុក្ខក៏នាំគ្នារិះរកការអប់រំបដិបត្តិបំពេញបារមីតបៈដីជះទៅតាមជំនឿលទ្ធិរៀងខ្លួនរហូតមកដល់ក្នុងលទ្ធិខ្លះហ្នឹងគឺអាចបដិបត្តិខ្លួនបានសម្រេចនៅឈានចិត្តមានរិទ្ធមានអភញ្ញាមានវិជ្ជាផ្សេងដែលយើងសម័យនេះហៅថាវិជ្ជាទាំងនោះជាវិជ្ជាដ៏អស្ចារ្យនោះឯងក្រោយមកក៏មានបរមណាចារ្យបានចងក្រងជាពាក្យពេចន៍សូត្របួងសួងបន់ស្រន់ដល់អាទិទេពដែលខ្លួនជឿការរួចផុតពីគ្រោះចង្រៃទាំងពួងបានក៏ជឿថាព្រះរបស់ខ្លួននឹងជួយបញ្ជៀសបន្តិចបង្អាក់គ្រោះមហន្តរាយដែលកំពុងកើតឡើងនោះអ្នកដែលបានឃើញក៏គិតថាជារឿងស័ក្តិសិទ្ធិជារឿងអស្ចារ្យថាជាអ្នកមានបុណ្យអញ្ចឹងទៅក្រោយមកក៏មានអ្នកជឿទៅលើដើមឈើធំដីដំបូកធំថាមានពលឹងវិញ្ញាណស័ក្តិសិទ្ធិហ្នឹងហើយក៏ចង់ប្រាថ្នាអ្វីមួយចង់ចេះវិជ្ជាអ្វីមួយក៏ទៅសូត្រទៅបួងសួងសុំពីទីកន្លែងនោះសុំរៀនពីទីកន្លែងនោះក្រោយមកហ្នឹងមនុស្សចាប់ផ្ដើមមានគុណធម៌ផ្លូវចិត្តថយចុះមានភាពលោភលន់ចាប់ផ្ដើមរិះរកវិជ្ជាដាក់ស្នេហាហៅលៀបខ្លះក៏រិះរកវិជ្ជាកំចាត់គ្នាទៅវិញផ្ចាញ់ផ្ចាគ្នាទៅវិញទៅមកមានច្រើនវិជ្ជាណាស់ដោយលោកគ្រូអធិប្បាយមកហើយកម្ពូលវិជ្ជាទាំង9របស់គ្រូធ្មប់ជាដើមវិជ្ជាសិលខ្លះពឹងពាក់ទៅលើគ្រូដែលជាខ្មោចព្រៃបិសាច
ទេវតាអិនព្រំផងពឹងពាក់ទៅលើអំណាចផ្លូវចិត្តរបស់ខ្លួននឹងខ្លះផងទើបអាចកើតជាបដិហាបានណាហើយពឹងពាក់មកលើផ្លូវចិត្តរបស់ខ្លួននឹងគឺមានតូចបំផុតនឹងគឺត្រឹមឧបចរៈសមាធិចិត្តត្រូវមានវរៈចិត្តហ្នឹងត្រឹមថ្នាក់ឧបចរៈសមាធិចិត្តដែរវិជ្ជាខ្លះពឹងទៅលើកម្លាំងបុណ្យបារមីដីជះរបស់ខ្លួនដែលធ្លាប់សាងសន្សំពីមុនមកវិជ្ជាខ្លះគឺពឹងផ្អែកទៅលើកម្លាំងឈានចិត្តរបស់ខ្លួនដែលហ្វឹកហាត់ផ្នែកសមថកម្មដ្ឋានរហូតដល់បានសម្រេចឈានមានរិទ្ធមានអភិញ្ញាមានអានុភាពដោយមិនចាំបាច់ទៅពឹងពាក់វិញ្ញាណស័ក្តិសិទ្ធិដទៃឡើយព្រោះអ្នកដែលបានសម្រេចឈានស្មើទៅនឹងព្រំហើយមានរិទ្ធអំណាចអាចធ្វើអ្វីមួយឲ្យទៅតាមអំណាចចិត្តរបស់ខ្លួនបានតែបើទោះបីជាយ៉ាងណាក៏ដោយខ្មោចព្រាយបិសាចទេវតាអិនព្រំអរូបព្រំក្តីវិជ្ជាដតីក្តីមនុស្សសត្វលោករុក្ខជាតិក្តីសុទ្ធសឹងតែស្ថិតនៅក្រោមអំណាចនៃត្រៃលក្ខណ៍ទាំងអស់គឺអនិច្ចំមិនទៀងទាត់ទុក្ខំជាទុក្ខសត្វទាំងពួងនៅក្នុងលោកយើងនេះពោពេញទៅដោយសេចក្តីទុក្ខអនត្តាមិនមានអ្វីមួយដែលគង់វង្សជារបស់ខ្លួនឡើយគ្មានអ្វីមួយដែលថិតថេរជានិរន្តរ៍ឡើយតើការសូត្របាលីទើបមានភាពស័ក្តិសិទ្ធិដែរឬទេដោយសារតែនៅអាស៊ីយើងនេះទទួលលើអធិលទ្ធិដតីពីប្រទេសឥណ្ឌាក៏ដកទៅក្នុងផ្នត់គំនិតគិតថាភាសាបាលីឥណ្ឌាសម័យដើមនោះជាភាសាស័ក្តិសិទ្ធិដូចថៃវាគិតថាភាសាខមហ្នឹងគឺភាសាស័ក្តិសិទ្ធិរបស់ពួកគេអញ្ចឹងណាតាមពិតទៅវាអាស្រ័យទៅលើចិត្តដែលមានសមាធិនោះវិញទេគឺអាស្រ័យចិត្តដែលមានសមាធិនោះទេការមានផ្នត់គំនិតដែលជឿសពទៅលើភាសាបាលីក៏ជាចិត្តសាស្ត្រមួយធ្វើឲ្យចិត្តយើងឆាប់កើតសមាធិដែរការជឿបែបនេះក៏អត់មានអ្វីខុសដែរសំខាន់ពេលដែលយើងសូត្រគាថាអ្វីមួយហើយគឺសង្រួមចិត្តបដោតទៅលើចំណងជើងនៃគាថារហូតដល់ចិត្តស្លុងកើតជាសមាធិចិត្តត្រឹមឧបចរៈសមាធិសូត្រច្រើនដងសូត្រញយដងសូត្រដដែលនឹងកើតផលទៅតាមចំណងជើងនៃគាថានោះហើយកាលចំនួនលោកគ្រូនៅលេងមន្តអាគមគាថាសូត្រសង្រួមចិត្តគ្រប់អិរិយាបថទាំងអស់ទន្ទិញបរិកម្មសំបីតែពេលលង់លក់ទៅហើយនឹងក៏ចិត្តនៅនឹកដល់ពាក្យបរិកម្មនោះទៀតលក់ក្នុងសមាធិតែមួយស្លើតស្មើនឹងគេដេក6ម៉ោងទៅ8ម៉ោងការសូត្រសេកអង្គឲ្យកើតចេញជាកពឹសលោតផ្លោតយកទៅលីងស៊ីអាចចេញមកសស្គូយកផ្កាចម្ប៉ាបញ្ចុះដោយប្រគាថាធាតុទាំង4គឺអ្នកមគ្គពតិយកមកដាក់នៅក្នុងចានយកផ្តិលក្របរួចក៏សូត្រផ្លុំចិត្តចាប់ផ្ដើមស្ងប់ឮសូរសំឡេងកទេសឡង់ហើរនៅក្នុងផ្តិលនោះប្រសិនបើយើងបើកមើលឃើញជាផ្កាចម្ប៉ាដដែលតែបើយើងសូត្រផ្លុំរហូតដល់ចិត្តកើតជាសមាធិកាន់តែខ្ពស់ផ្កានោះនឹងคล้ายទៅជាកន្ទេសឡង់អាចបញ្ជាឲ្យទៅធ្វើរឿងល្អឬអាក្រក់ទៅតាមសន្តានចិត្តរបស់គ្រូដែលគេអធិដ្ឋាននោះបើអធិដ្ឋានទៅធ្វើរឿងអាក្រក់អាចនឹងកើតទៅជាអាបកើតទៅជាធ្មប់បានណារឿងរៀនមន្តគាថាឲ្យមានភាពស័ក្តិសិទ្ធិលោកគ្រូក៏មានអធិប្បាយមកហើយកូនចៅអាចចូលទៅស្ដាប់បានរឿងចែកកាច់ខ្នាយតាន់បើជារបស់សុទ្ធមែនមិនចាំបាច់ប្រសិទ្ធិក៏បានព្រោះមានអានុភាពស្រាប់ហើយបើចង់បង្កើនឫទ្ធានុភាពហាមសេកដាស់ដោយពុទ្ធគុណសោះតែសូត្រដាស់ដោយប្រគាថាប្រពោធិសត្វបានដែលគ្រូវិទ្យាថោហ្នឹងគាត់បានចងក្រងគឺអាចសូត្របានដាស់បានដោយការសូត្រសរសើរនុគុណព្រះពោធិសត្វដែលបានបំពេញតបៈដីជាបារមីយកឈ្នះលើមាសត្រូវមានន័យថាដាស់បានតែបើដាស់ដោយពុទ្ធគុណវិញ្ញាណស័ក្តិសិទ្ធិដែលជាអ្នកថែរក្សារបស់នោះគេអាចនឹងចេញពីវត្ថុនោះក៏មានការលែងស័ក្តិសិទ្ធិដូចមុនណារបស់សុទ្ធ
បើចែកកាច់ផ្នែកតាន់របស់សុទ្ធហាមយកចូលបន្ទប់ទឹកឬបន្ទោបងអាកន្លែងបន្ទោបងជាសាធារណៈណាហាមយកចូលហើយមួយទៀតហាមយកក្រូចឆ្មាឬសាច់ជូរដុសសម្អាតឲ្យសោះប្រយ័ត្នថយគុណភាពហើយក៏ហាមយកទៅដាក់លើមនុស្សហើយធ្វើការពិសោធន៍ដោយបាញ់ឬក៏កាប់នោះដែរអានឹងលោកហាមព្រោះជាការប្រមាថមើលងាយដល់វិញ្ញាណស័ក្តិសិទ្ធិដែលគេថែរក្សារបស់នោះអញ្ចឹងថ្ងៃនេះក៏លោកគ្រូបានតបខមមិនមកខ្លះហើយគិតអញ្ចឹងសរុបសេចក្តីមកឫទ្ធិអំណាចអានុភាពអីហ្នឹងវាកើតឡើងបានក៏ដោយសារអំណាចផ្លូវចិត្តដែលស្ងប់មានសមាធិចិត្តរីឯប្រគាថានោះគ្រាន់តែជាចំណងជើងមួយដើម្បីធ្វើឲ្យចិត្តរបស់យើងនឹងផ្ដោតទៅតាមចំណីចំណងជើងនឹងទេហើយនៅពេលដែលយើងសូត្រយូរទៅចិត្តរបស់យើងស្ងប់វាអាចកើតផលបានដូចចំណងជើងនៃគាថានោះឯងហើយមួយទៀតកូនចៅសួរថារឿងនឹងមានពិតឬក៏មែនលោកគ្រូពិបាកនឹងអធិប្បាយណាស់ព្រោះវាជារឿងគេហៅអចិន្តិយៈរឿងដែលមិនគួរគិតតែរឿងហ្នឹងគឺវាមានមែនបើយើងចង់ដឹងថាមានពិតឬមិនមានអាចសាកល្បងបានសាកល្បងក្នុងការរៀនសូត្រអប់រំផ្លូវចិត្តបដិបត្តិតាមគ្រូដែលគេឲ្យធ្វើឲ្យបដិបត្តិអ្វីខ្លះធ្វើអ្វីខ្លះសូត្រធ្វើយ៉ាងម៉េចធ្វើចិត្តយ៉ាងម៉េចហើយបានផលយ៉ាងម៉េចនឹងដឹងដោយខ្លួនឯងហើយលោកគ្រូសូមផ្ដាំថាធ្វើអ្វីធ្វើឲ្យជាក់លាក់ធ្វើឲ្យច្បាស់លាស់ធ្វើឲ្យពិតកុំធ្វើលេងលំព្រោះអ្នកសិក្សាផ្លូវនេះគឺការមានការត្រណមផ្លូវចិត្តនឹងច្រើនណាស់ជាពិសេសហ្នឹងគឺមិនឲ្យពោពេញទៅដោយអាផ្លូវដែលថាកន្លងធัวអាផ្លូវដែលថាមិនកន្លងធัวណាយើងដឹងស្រាប់ហើយមានការកាប់សម្លាប់មាននិយាយទៅគឺយើងត្រូវរក្សាសិលឲ្យបានស្អាតបរិសុទ្ធធ្វើចិត្តឲ្យស្ងប់ជាសមាធិហើយរៀនទៅប្រកែហើយនឹងដឹងដោយខ្លួនឯងហើយពាក្យច្រើនចាស់ពីមុនគាត់រៀនបញ្ជាគោបាក្តីគាត់ចិញ្ចឹមគោបាណាចិញ្ចឹមគោបាក្តីគាត់ព្រៀនកន្ត្រីហោះកន្ត្រីហើក្តីហើយកន្ត្រីមានកន្ត្រីបាក់កន្ត្រីមានកន្ត្រីប្រាក់គេណាគេរៀនគ្រាន់តែសម្រាប់ជួយដោះទុកម្ដងម្កាលទេតែដល់ក្រោយមកហ្នឹងគ្រូរៀនហើយហ្នឹងប្រើទៅសម្រាប់អ្នកដតីទៅផ្ចាញ់ផ្ចាលអ្នកដតីទៅវិញធ្វើឲ្យដោយសារការថយចុះនៃគុណធម៌ផ្លូវចិត្តហើយមានរឿងជាច្រើនខ្លះក៏ពឹងពាក់ទៅលើវិញ្ញាណខ្មោចព្រាយបិសាចហ្នឹងមកជួយឲ្យទៅកម្ចាត់គេទៅធ្វើបាបគេជាដើមណាពួកហ្នឹងនិយាយទៅរឿងហ្នឹងគឺវែងឆ្ងាយណាស់បើសិនជាលោកគ្រូអធិប្បាយហ្នឹងគឺតាំងអ្នកដែលស្ដាប់តាំងពីមុនមកហ្នឹងគឺអាចនឹងយល់ហើយជាពិសេសគឺការញែកចិត្តដាច់ចេញពីរាងកាយយើងនេះញែកចិត្តរបស់យើងនេះអាហ្នឹងអាចធ្វើបានគេរៀនពីដើមគេរៀននៅកន្លែងស្ងាត់នៅតាមព្រៃតាមរូងភ្នំតាមព្រៃភ្នំនៅកន្លែងណាដែលស្ងាត់ឆ្ងាយពីមនុស្សហើយគេរក្សាផ្លូវចិត្តជាពិសេសគឺមនុស្សមិនអំនួតហើយក៏ជាមនុស្សដែលមានចិត្តមេត្តាហើយអ្នកកាន់វត្ថុស័ក្តិសិទ្ធិក្តីអ្នករៀនមន្តអាគមគាថាក្តីដាច់ខាតកុំមើលងាយអ្នកមានគុណដូចជាមេដាបិតាគ្រូបាអាចារ្យជាដើមឬការប្រមាថជាទៅលើអ្នកដទៃជាដើមនោះវាអាចធ្វើឲ្យមុនរបស់យើងវាអាចធ្វើឲ្យវិជ្ជារបស់យើងវាអាចធ្វើឲ្យវត្ថុស័ក្តិសិទ្ធិរបស់យើងនឹងវាលែងសូវពូកែដូចមុនណាសូម្បីតែអ្នកមានគុណរបស់យើងហ៊ានប្រមាថមើលងាយគាត់ហើយអញ្ចឹងរបស់អស់នោះគេអត់នៅជាមួយយើងទេអានេះលោកគ្រូសូមផ្ដាំមួយដែរណាអញ្ចឹងថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេក៏សូមឲ្យកូនចៅទាំងអស់សុខសប្បាយតាំងនៅសេចក្តីស្ងប់ប្រកបកិច្ចការងារទៅតាមរៀងខ្លួនទោះបានច្រើនក្តីតិចក្តីក៏ធ្វើទៅប្រវាជាតួនាទីយើងកើតមកត្រូវតែធ្វើអញ្ចឹងហើយ